ថ្ងៃទី28 ខែតុលា ឆ្នាំ2025 ការវិភាគតារាងប្រចាំថ្ងៃរបស់យ៉ាវ សូចណាកដាវ ឌីជាកំពុងដំណើរការ តម្លៃបើករបស់យ៉ាវគឺ 47,568 ខណៈដែលម៉ូបនៅជិត 47,572 ថ្ងៃនេះជា Model D ថ្ងៃយោជាកំណត់ទិដៅ ដែលជាសញ្ញាបង្ហាញថាទីផ្សារអាចមានចលនាដ៏ខ្លាំងគោលដៅខាងលើស្ថិតនៅ Pivot 1ប្រហែល 47,984 ខណៈដែល Pivot 2 នៅ 47,495 ជាតំបន់គាំទ្រសំខាន់ បើកម្រិតនេះត្រូវបានបំបែកសូចណាកអាចធ្លាក់ចុះដើម្បីបំពេញគម្លាតនៅប្រហែល 47,200 ទោះជាយ៉ាងណាខ្សែនិងខេសមានពណ៌បៃតងបង្ហាញថាអារម្មណ៍ទីផ្សារនៅតែមានលក្ខណៈឡើង ដូច្នេះការធ្លាក់ចុះអាចមានកម្រិតអ្នកជួញដូរគួរតែតាមដានយ៉ាងជិតស្និទ្ធលើអបនិងបបពេលការប្រយុទ្ធរវាងអ្នកទិញនិងអ្នកលក់កំពុងកើតឡើង ស្បែកជំនួយការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះ ហើយមិនត្រូវបានចាត់ទុកជាដំបូន្មានហិរញ្ញវត្ថុទេ